ជំរាបសួរលោកគ្រូខ្ញុំណយពិសិដ្ឋមកពីក្រុម SUP អញ្ចឹងថ្ងៃនេះយើងធ្វើនឹងពី redirection command អញ្ចឹងជាដំបូងយើងត្រូវ login យើងវាយ username ហើយនឹង password របស់យើងអញ្ចឹងដល់ពេលយើងវាយ password ហើយយើងបើក PowerShell run as administrator អញ្ចឹងដល់ពេលរ៉ាត់បានហើយយើងចូលមើល IP address របស់យើងនៅក្នុង Windows Server សិនអញ្ចឹងយើងវាយ command IPA ដល់ពេលហើយយើងបើកមក PowerShell យើងវិញយើងវាយ SSH user របស់យើង @192.168.146.130 ដូចអញ្ចឹងដល់ពេលបើបានហើយវាទាមទារ password វាយ password ផងអញ្ចឹងលោកគ្រូខ្ញុំសុំវាយមួយសារទៀតអញ្ចឹងដោយសារមិញវាយខុសខាងអញ្ចឹងខ្ញុំវាយភាសាទៀតឥឡូវយើងលុកចូលបានហើយយើងវាយ who am I ដើម្បីដឹងថា user name នឹងបោះពីណាអញ្ចឹងវាសូវហើយដោយសារខ្ញុំដក clear អញ្ចឹងទៅវាឃើញមានថ្ងៃខែដែលបានវាយយ៉ាងដែរអញ្ចឹងពេលយើងវាយដក clear យើងវា load សូតែ user name ឯងយើងវាយ ls ដើម្បីសូទិន្នន័យឬក៏ file folder ណាមួយដែលនៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹង command មួយទៀតយើងវាយ ls /etc .clear su55.txt អូជាស្រ័យលោកគ្រូ command នេះដូចជាខុសខ្វះសញ្ញាធំជាងមួយទៀតអញ្ចឹងយើងវាយសារថ្មី ls ដើម្បីសូ folder ណាដែលយើងមានបន្ទាប់មកយើងវាយសារថ្មី ls .clear /etc .clear សញ្ញាធំជាងអញ្ចឹងថាសញ្ញាធំជាងនឹងស្មើនឹងការសញ្ញាបញ្ជូនទិន្នន័យពី etc ទៅ file ដែលមានឈ្មោះ su55.txt អញ្ចឹងដើម្បីដឹងថា file ចេញពី etc ហ្នឹងវាចូលមែនឬក៏អត់យើងវាយ cat .clear su55.txt អសារនេះវាយខុសបានវាយតែ su5 តែវា su55.txt អញ្ចឹងពេលយើងវាយហើយនេះសិតតែជាទិន្នន័យដែលយើងបានបញ្ជូនចូលក្នុង file su55 ហើយយើងសុំ clear មួយសិនព្រោះភាសាមុននឹងវាអស់បាច់ clear ទេយើងទៅម្ដងទៀតទៅ ls /txt សញ្ញាធំជាង2ដងសញ្ញាធំជាង2ដងនឹងមានន័យថាយើងបញ្ជូនទិន្នន័យម្ដងទៀតហើយឲ្យចូលទៅដល់ខាងចុងឬក៏ខាងក្រោមគេនៃ file su5.txt ហ្នឹងអញ្ចឹងពីដំបូងយើងឃើញ file ច្រើនហើយដល់ពេលយើងជូនទៅភាសាទៀតវាប្រកាសជាច្រើនជាងមុនទៀតអញ្ចឹងយើងឆែកមើលសាថ្មីតើវាចូលអត់អ
នេះ file យើងចែកហើយឃើញថាច្រើនជាងមុនទៀត file វាច្រើនដោយសារយើងបញ្ជូន2ដងហើយ forward slash 2ដងហ្នឹងមានន័យថាយើងបញ្ជូនតំណ័យឲ្យទៅខាងចុង